ជំរាបសួរណាបាទយើងជួបគ្នាម្ដងទៀតហើយនៅក្នុង Channel T-Ball Anime ក៏ដូចជានៅក្នុងរឿងចាប់ជាតិខ្លាយទៅជា Slime ភាគទី44របស់យើងជាបន្តចឹងក៏មកខាត់ពេលវេលាយូរយើងទៅទស្សនាសាច់រឿងរបស់យើងតែម្ដងទៅសាច់រឿងរបស់យើងនឹងចាប់ផ្ដើមឡើងជាមួយនឹងការតស៊ូគ្នារវាងអបិកាបេរុក៏ដូចជាអបិសសហើយនិងអបិ Fire Mitre ក៏ដូចជាកញ្ញាស៊ូហ្វីអារបស់យើងដោយយើងមកឃើញថាបែកខាងបែកសសណាដោយគេនេះគេហាក់ដូចជាចាញ់ព្រៀបទៅលើការមេរុខ្លាំងមែនទែនមើលទៅគេគឺប្រជាពិបាកក្នុងការទប់ទល់ជាមួយនឹងការខាងការមេរុខ្លាំងណាទោះជាអញ្ចឹងក៏ដោយកូនចៅរបស់ការមេរុក៏នៅតែបារម្ភទៅកាន់លោកគេផងដែរហើយចំណែកឯផ្នែកម្ខាងទៀតគឺជាគូតស៊ូរវាង Father Mitre ក៏ដូចជាកញ្ញា Sofia របស់យើងណាដោយយើងមកឃើញថាបែកហ្នឹងគឺដូចជាអីនោះទេគេបានឈោសើចយ៉ាងបង្ហើរចឹងទៅគេហ្នឹងគឺបានសរសើរទៅខាងការវិរុទ្ធផងដែរដែលគេហ្នឹងគឺមានសមត្ថភាពខ្លាំងណាស់ហើយចំណែកឯចែកខ្លះគឺថាចាញ់ 100% តែម្ដងណាដែលនេះគឺអាចតស៊ូជាមួយនឹង Apex Father Mitre ហ្នឹងបាននោះទេដោយយើងមិនឃើញស្រាប់ហើយថាសភាពរបស់នេះគឺពិតជាវេទនាខ្លាំងមែនទែនក្រោយចូលមកយ៉ាងតដាប់ទទូចណាដែលបានឃើញថា Apex Mitre ហ្នឹងគឺហាក់ដូចជាខ្វល់ជាមួយនាងសោះបារោយណាចាស់ទៅពួកនាងហ្នឹងគឺពិតជាមានកំហឹងខ្លាំងមែនទែនស្ទុះបង្ហក់រត់ទៅវាយ Apex Father Mitre ក៏ប៉ុន្តែគ្មានទេអ្នកនរគ្នា Apex Father Mitre គឺដឹងស្រាប់ហើយកម្លាំងគេគឺពិតជាខ្លាំងណាចាយនឹងហក់ទៅព្រាមគ្មានទេ Apex នឹងដាក់ម្ដាយមកវិញគឺដេកស្បាក់តែម្ដងក៏ប៉ុន្តែនាងក៏នៅតែមិនអីដែលនាងក៏អាចងើបចូលក្នុងក្រៅបានតិចដែរក៏ប៉ុន្តែបើសួរថាស្ថានភាពល្អអត់គឺមិនល្អនោះទេហើយខាង Father Mitre ក៏បានបកស្រាយហើយតែគេនឹងគឺមិនខ្វល់ពីនាងនោះទេហើយនេះគឺជាល្បិចរបស់គេនោះទេដែលធ្វើឲ្យនាងនឹងខឹងទៅលើគេក្នុងការដែលមកធ្វើការពិភាក្សារូបគេនឹងដោយខ្វះការប្រុងប្រយ័ត្នដែលអនុញ្ញាតឲ្យគេនឹងប្រើក្បាច់បោកមិញបានណាក្បាច់បោកមិញគឺគេមិនងាយប្រើបានទេចំពោះបិសាចដូចជានាងណាគេថាតទៅចង់តបែបហ្នឹងគឺចាប់ផ្ដើមសប្បាយចិត្តនឹងសាយអស់ខ្លាំងមែនទេណាដោយគោលដៅរបស់គេផែនការរបស់គេនេះក៏បានសម្រេចចឹងទៅហើយចំណែកឯកញ្ញាសូហ្វីរបស់យើងហ្នឹងគឺនាងលក្ខណៈថាចោះចាញ់ហើយដោយសារតែនាងហ្នឹងគឺអត់មានកម្លាំងអីទៅតស៊ូជាមួយនឹងបែក Father Mitre ទេហើយនាងហ្នឹងក៏ពិតជាមានចម្ងល់ខ្លាំងមែនទែនតែអ្វីទៅបានជាមនុស្សដែលមានថាពុះខ្លាំងបែបនេះបែរជាធ្វើជាអ្នកបម្រើរបស់ខាង Creamer ណាហើយនាងគឺបានគិតថាគឺនៅទីហ្នឹងគឺមានតែមនុស្សម្នាក់ទេដែលមានថាពុះខ្លាំងចឹងណាដែលវាគឺជាបែបយ៉ាងភាសានោះឯងក៏ប៉ុន្តែនាងមិននឹកស្មានថាបែបនេះគឺវាខ្លាំងចឹងបែរជាធ្វើជាកាជះធ្វើជាអ្នកបម្រើរបស់ខាង Creamer ការបើលើកដូច្នេះបែប Father Mitre ហើយដូចជាមិនសូវជាស្រួលចិត្តប៉ុន្មាននោះទេដោយសារតែគេមិនមែនចង់ទៅបម្រើខាង Creamer នោះទេក៏ដោយសារតែនេះគឺជាដោយសារតែស្ថានភាពនោះវាបង្ខំនឹងទេហើយចំណែកឯអន្តរយាមសាគេទទួលស្គាល់ថាបែបហ្នឹងវាខ្លាំងមែនក៏ប៉ុន្តែវាមិនគ្រប់គ្រាន់ដល់ថាដែលគេនឹងខ្លាយទៅជាដៃគូប្រកួតប្រជែងនឹងមួយស្មើចំពោះខ្លួនគេនឹងបានទេយ៉ាងណាមិញគេធ្លាប់ប្រកួតប្រជែងក៏ដូចជាប្រយុទ្ធជាមួយនឹងម្ចាស់ស្រីមីរិមរបស់គេនឹងសារល្បងលេងដែរតាសូវីអាការបានលើដូច្នេះក៏មានលក្ខណៈថាភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែនាងនឹងគឺបានយល់ថាបែបនេះតាមពិតទៅវាគឺជាអ្នកបម្រើរបស់ម្ចាស់ស្រីមេរិមដែលជាកងទ័ពនារីស្មោះស្ម័គ្រនឹងតើហើយ Father Mitre គេគ្រាន់តែបានចែកថានឹងហើយតទៅពេលចឹងទៅនាងក៏ចាប់ផ្ដើមដឹងហើយដោយសារតែអញ្ចឹងទេតើបានជាបែឯហ្នឹងគឺមានសម្ភារបំពាក់ក៏ដូចជាកម្លាំងនៃការប្រយុទ្ធហ្នឹងខុសពីអ្នកដទៃដែលពួកគេហ្នឹងបានវាយប្រហារនៅពីពេលមុនហើយក្នុងអំឡុងពេលដែលពួកគេនឹងកំពុងតែជជែកចរចាគ្នានឹងខាងអបែហេរ៉ូមែនហ្នឹងក៏ទប់ទល់លេងបានហើយដែលគេនឹងក៏ត្រូវបានចាញ់នៅក្រោមដៃរបស់កាបេរុហ្នឹងបានសម្រេចឃើញគ្នាគេចាញ់អញ្ចឹងអបែក្បាលទាំងអស់ដែលជាអបែ Father Mitre ហ្នឹងគឺថាតែជួយអត់ទេអានេះគឺចំអកឲ្យគ្នាទៀតណាសើចចំអកឲ្យគ្នាទៀតសើថាអីណាស្អីគេកូនចៅចំនួនក្រោយរបស់នាងកេរីត្រូវបានចាញ់ហើយមែនហើយចំណែកឯកូនចៅរបស់កាបេរុគេនៅតែរក្សានៅការទុកចិត្តទៅលើមេរបស់គេដែលជាកាបេរុនឹងដដែលណាសរសើរផងអីផងចឹងទៅក៏ប៉ុន្តែមិនបាច់មើលទៅក្រាបចុះរហូតសាំចូលមកបែបហ្នឹងជាមួយនឹងជ័យជំនះមួយនេះគឺថាពួកគេគឺមានតែងទៅលើបែប Father Mitre ហើយដោយពួកគេគឺមានគ្នា2នាក់ឯណោះចំណែកឯ Father Mitre គឺមានគ្នាតែម្នាក់ប៉ុណ្ណោះ
តែទោះជាយ៉ាងណាក៏ដោយការបេរុគេគ្រាន់តែបានដើរចូលមកណាខាង Father Mitre គេក៏បានសរសើរចំពោះសមត្ថភាពរបស់ការបេរុហើយដោយគេនឹងគឺពិតជាមានថាមពលក៏ដូចជាកម្លាំងប្រយុទ្ធនឹងគឺពិតជាខ្លាំងជាមួយនឹងផ្នែកនៃការពង្រឹងរាងកាយក៏រឹងមាំក៏ដូចជាគំនិតនិងចិត្តគំនិតរបស់ពួកគេផងដែរក៏ប៉ុន្តែគ្រាន់តែពួកគេនឹងគឺអត់សូវមានជំនាញក្នុងការប្រយុទ្ធក្នុងនាមជាបុរសម្នាក់ការដែលត្រូវបានគេសរសើរបែបនេះហើយការបេរុក៏មិនមែនជាមនុស្សដែលគ្មានហេតុផលនោះទេក៏ត្រូវតែមានការតបស្នងទៅវិញដោយគេក៏បានណែនាំឈ្មោះរបស់គេថាខ្ញុំបានឈ្មោះការបេរុណាបានហើយចុះលោកឯងនេះគឺជាអ្នកបម្រើរបស់ខាងម្ចាស់ស្រីមេរីមែនបែ Father Mitre ក៏គ្រាន់តែបាននិយាយថាត្រូវហើយរួចហើយគេក៏បានណែនាំឈ្មោះរបស់គេក៏ដូចជាចែ Sophia របស់យើងផងដែរកាលពួកគេបានស្គាល់គ្នាហើយគឺនៅឡើយតែសាកថ្វីដៃគ្នារវាង2ទល់នឹង1មើលទៅកាន់គេពាក់ Father Mitre នេះបើទោះបីជាក្នុងស្ថានភាព2ទល់នឹង1ក៏ដោយក៏គេនៅតែមានការខ្លាចរអាពពុះពួកគេនឹងវាយគ្នាតែម្ដងក៏ប៉ុន្តែមុនពេលដែលការវាយគ្នាក៏បានចាប់ដើមឡើងជាពាក់ Sophia របស់យើងក៏ចាប់ដើមមានការលក្ខណៈថាងាយឆ្ងល់ណាដោយសារតែពាក់Father Mitre ហ្នឹងគឺមិនបានជាគេខ្លាំងម៉េះឬមួយក៏អងតបនាគរីស្មោះស្ម័គ្រហ្នឹងគឺមិនមែនជាមនុស្សនោះទេការបើនេះគឺជាសំណួរពិតពេលដែលគេចាប់ដើមប្រយុទ្ធគ្នាទៅហើយបែបហ្នឹងក៏ខ្ជិលញ៉ៃច្រើនដែរនិយាយប្រាប់ហើយទៅហាន់បានប្រយុទ្ធគ្នាអញ្ចឹងណាចាស់ឲ្យគេក៏បានបកស្រាយប្រាប់ថាគេខ្លួនឯងហ្នឹងគឺដូចជាបេកាបេរុយអញ្ចឹងបែរទៅរកគេជាហេតុធ្វើឲ្យគេនឹងលក្ខណៈថាកាំងស្ញនិយាយអីមិនចេញទេដោយផ្ទុយពីការបេរុដែលពិវត្តពីឌីសានមែនគេខ្លួនឯងគឺជាមនុស្សដែលកាត់ពាក់កណ្ដាលនេះហើយចំណែកបែកាបេរុហ្នឹងគឺនៅកាំងស្ញហ្នឹងឯងគឺថាបែហ្នឹងគឺវារៀងជាឆ្ងល់ណាស់ដែលគេហ្នឹងបាននិយាយថាខ្លួនហ្នឹងដូចជាគេអញ្ចឹងណាហើយចំណែកចែសូវ៉ាគឺគេបានចូលហើយពីមូលហេតុដែលបែ Father Mitre ហ្នឹងគឺមានកម្លាំងខ្លាំងជាងមនុស្សយើងធម្មតាអញ្ចឹងណាហើយបែ Father Mitre ក៏បានបញ្ជាក់បន្ថែមទៀតហើយថាគេគឺមិនអាចប្រែកាឡានឹងខ្លាយទៅជាទម្រង់ដើមបានទេដែលជានេဂរីហ្នឹងគឺបានត្រឹមតែខ្លាយទៅជាមនុស្សចឹងឯងសូម្បីតែព្រឹត្តិការណ៍អីហ្នឹងក៏អត់អាចធ្វើអញ្ចឹងបានដែរក៏ប៉ុន្តែគេនៅតែគោរពទៅកាន់នាគអញ្ចឹងគឺដោយសារតែគេហ្នឹងគឺមានឈាមជ័រនាគនៅក្នុងខ្លួនរបស់គេហើយបើទោះបីជាដូច្នេះក៏ដោយក៏ប៉ុន្តែការដែលទទួលបានទឹកប្រសើរក៏ដូចជាសមត្ថភាពរបស់នាគរីហ្នឹងគឺវានៅតែអាចទទួលបានដដែលណាអញ្ចឹងមានន័យថាកម្លាំងនិងទឹកប្រសើរអីបច្ចេកទេសអីផ្សេងគឺវាអាចទទួលបានចេញពីអម្បូរសត្វនាគរីហ្នឹងធម្មតានោះទេប៉ុន្តែបើសិនណាជាយើងគិតមើលទៅគ្នានឹងគឺជាកូនកាប់នាគនិងមនុស្សទាំងមូលប៉ុន្តែគេអាចវិវត្តប្រែកាឡាអីខ្លះទៅជានាគវាអាចជាការដែលផលប៉ះពាល់មួយផងដែរណាក៏ប៉ុន្តែបើចំពោះខាងបែបមីត្រេហ្នឹងគេមិនខ្វល់ពីរឿងទាំងអស់ហ្នឹងទេដោយគេហ្នឹងគឺប្រឹកប្រែងក្នុងការបង្ហាត់ឲ្យខ្លាំងឲ្យគេខ្លួនឯងនឹងខ្លាំងអីចឹងទៅនេះហើយគឺជាអ្វីដែលចែស៊ូវីអាហ្នឹងគឺថាគោរពទៅកាន់រូបគេណាជាមួយរឿងនេះដែរគេក៏រៀងសំចិត្តដែរដែលចែហ្នឹងគឺថាលក្ខណៈនិយាយចេញមកគឺមានលក្ខណៈថាចិត្តកណិតអីដូចទៅដឹងអ្វីដែលគេហ្នឹងគឺបានអនុវត្តក៏ដូចជាការរស់នៅរបស់គេហ្នឹងគឺត្រូវដូចគ្នាណាទៅជាមួយនឹងការគិតរបស់ចែមួយហ្នឹងបន្ទាប់មកគេក៏បានបញ្ជាក់បន្តទៀតថាមនុស្សម្នាក់អាចកើតឡើងមកជាមួយនឹងកម្លាំងដែលមានស្រាប់ណាឬក៏ការដែលទទួលបានកម្លាំងដោយការចិញ្ចឹមបីបាច់ក៏ដូចជាការវឹកហាត់ខ្លួនឯងម៉ាជីងជាច្រើនគឺភាគច្រើនគឺពួកគេមិនសូវជាខ្លាំងនោះទេគឺដោយសារតែពួកគេហ្នឹងគឺពឹងផ្អែកទៅលើអ្វីដែលពួកគេមានស្រាប់ដូចជាទេពកោសល្យពីកំណើតអីជាដើមហ្នឹងអញ្ចឹងហើយបានជាពួកគេនឹងវិនិច្ឆ័យកម្លាំងរបស់នរណាម្នាក់ដោយពឹងផ្អែកទៅលើសមត្ថភាពវិជ្ជមានរបស់ពួកគេហើយកម្លាំងពិតប្រាកដគឺជាអ្វីដែលมันអាចមើលឃើញដោយភ្នែកទទេនោះទេតែសុភអានរបស់យើងក៏បានលើកដូច្នេះគេចាប់ផ្ដើមចាក់បដ ாய் តែម្ដងទៅអញ្ចឹងខ្ញុំក៏អាចខ្លាចទៅជាអ្នកខ្លាំងដែរមែនទេហើយគ្នាយើងស្ដាប់មករៀងយូរដែរយល់អត់យល់ពីអ្វីដែលបែបមីត្រេហ្នឹងបានចៃអត់គឺថាបើសិនជាadminយល់ថាជាមួយនឹងសមត្ថភាពវេទមន្តអីគឺมันអាចកំណត់ថាជាមនុស្សខ្លាំងនៅអីបានទេគឺវាអាស្រ័យទៅលើតិចនិចនៃការប្រយុទ្ធក៏ដូចជាកម្លាំងធម៌ពលកម្លាំងខ្លួនយើងផ្ទាល់ណាហើយដោយសារតែអ្នកខ្លះគឺអាចប្រើវេទមន្តបាននៅទេដូចជាពាក់ Father Mitre អីដូចមិនដែលឃើញគេប្រើវេទមន្តអីឲ្យវាខ្លាំងក្លាឯណាទេ
ហើយនឹងចែបិសាចរបស់យើងហ្នឹងចែសុវៈរបស់យើងហ្នឹងដែលនេះហ្នឹងគឺប្រើតែក្បាច់ប្រយុទ្ធបែបលក្ខណៈថាធម្មជាតិណាចេញពីសភាពដើម original ដែលនាងគឺជាសត្វខ្លាអញ្ចឹងទៅនាងប្រយុទ្ធបែបជាសត្វខ្លាអញ្ចឹងទៅវាអត់មានអីដែលត្រូវអាចប្រើវិតាមុនប្រើឲ្យបានចឹងទេអញ្ចឹងឥឡូវហ្នឹងប្រហែលជាគេហ្នឹងចង់និយាយថាមិនថាយើងហ្នឹងកើតមកហ្នឹងវាយ៉ាងម៉េចទៅទេគឺសភាពពិតរបស់យើងហ្នឹងវាយ៉ាងម៉េចទៅទេគឺយើងត្រូវតែចេះលក្ខណៈថាប្រឹងប្រែងដកខាត់ក៏ដូចជាវឹកខាត់ខ្លួនឯងឲ្យខ្លាំងបានណាមិនចាំបាច់ទទួលបានទេពកោសល្យណាមួយពីធម្មជាតិឲ្យអស្ចារ្យណាក៏ដូចជាថាអំពូលវិតាមុនអីជាដើមហ្នឹងនោះចូលយើងត្រូវចេះលក្ខណៈថាវឹកហាត់ខ្លួនឯងខ្លាំងដូចជាបែបមេត្រេអញ្ចឹងហើយយើងចេះស្អីរឿងរបស់យើងវិញមកដោយកុំឲ្យវាឆ្ងាយតទៅមុខទៀតដោយបន្ទាប់ពីហ្នឹងមកពួកគេក៏ចាប់ផ្ដើមប្របួយនេះហ្នឹងប្រយុទ្ធគ្នាតែម្ដងណាដោយបែបមេត្រេគេចង់ប្រយុទ្ធ2ទល់នឹង1ជាមួយនឹងពួកគេទាំងពីរតែម្ដងហើយបែបកាបេរូក៏រៀងសង្ស័យបន្តិចដែរចំពោះការដែលនេះវាមិនអួតអាងបន្តិចទេអីដែលសួរទៅកាន់តែ Father Mitre ណាក៏ប៉ុន្តែបែប Father Mitre គេនៅតែរក្សាគោលចំហរបស់គេដដែលណាដែលគេអត់មានការភ័យខ្លាចអីបន្តិចនោះទេបើទោះបីជានេះគឺវា1ទល់នឹង2ក៏ដោយហើយការបើឃើញចឹងហើយចែរបស់យើងគឺអត់នៅចាំយូរទេដោយសារតែពួកគេគឺលក្ខណៈថាត្រូវដងត្រូវប្លែកគ្នាណានិយាយត្រូវគ្នាការពីមុនមកចឹងហើយការបើបែបនេះទៅបានធ្វើឲ្យចេតនាប្រយុទ្ធរបស់ពួកគេទាំងអស់គ្នាហ្នឹងគឺថាចាប់តាមពូជ្រោខ្លាំងណាចែរបស់យើងក៏បានស្ទុះចូលជាមួយណាបែបការបេរូតែម្ដងត្រឹមបាញ់ចូលទៅកាន់បែបមីត្រេណាក៏ប៉ុន្តែចៃរឿងរបស់យើងគឺវាកាត់បោខាងនេះវិញគឺខាងចែអារ៉ាមីសនិងបែបយ៉ាមូសាដោយពួកគេទាំងពីរនេះក៏នៅតែបន្តប្រយុទ្ធក្នុងស្ថានភាពយ៉ាងតឹងតែងមួយការវាប្រហារមួយនេះក៏បានបង្ខំឲ្យពួកគេទាំងពីរនេះគឺថាដកថយរៀងខ្លួនហើយដេកចុកថាបន្តមកបែបយ៉ាមូសាគេក៏បានលក្ខណៈថាសើចណាចំអកទៅកាន់ចែរបស់យើងដោយគេនឹងក៏បានអត់ចំអកទៅកាន់ចែរបស់យើងថាបើសិនណាជារាងកាយរបស់គេនឹងមួយគឺមិនអាចយកឈ្នះទៅកាន់ចែរបស់យើងបាននោះទេអញ្ចឹងបើសិនជារាងកាយរបស់គេពីរនឹងវាយ៉ាងម៉េចទៅបន្ទាប់មកគេបានបញ្ចេញថាកងដៃស្អីវិតាមុនមួយណាឬហើយបន្ទាប់មកវាក៏បានលេចចេញនៅរាងកាយរបស់គេនឹងមួយទៀតដើម្បីចេញប្រយុទ្ធជាមួយនឹងចែរបស់យើងក្រៅបានឃើញបែបនេះហើយចែរបស់យើងគឺមានលក្ខណៈថាជាប់អផងដែរក៏ដូចជាគ្នារបស់គេដែលនៅខាងក្រោយក៏ប៉ុន្តែទោះជាយ៉ាងចឹងក៏ដោយចែរបស់យើងក៏ហាក់ដូចជាអត់មានភាពភ័យខ្លាចអីបន្តិចនោះទេrồi hai nhưng các bạn chăm họ tất cả là bây giờ mà sáng hơi bà tôi bây chuyện chẳng tới vì mình tự ấy kế xin sầm ngàn xây kế xin lực bia sầm ngàn xây kế rất lực bia bài bật thao cả chân trong dùng một hàng chân phốต่อไปเคยได้แอคชั่นก็จะการใหญ่บ้านนี่ระบบใจบ่อยบ้านเธอเอาไปจะมาสาก็ดิ้นข้ามติงได้นะปวดหักนี่คือจะเสียสงัดบอกแกนะมาหน้าเลยมึงอีช่างนะជាមួយនឹងពាក្យសម្ដីមើងងាយបែបនេះយ៉ាងភាសារបស់យើងគឺបានកើនកម្លាំងខ្លាំងមែនទែនសម្រាប់ចូលទៅវាផាទៅកាន់ចៅរបស់យើងជាមួយនឹងពាក្យសម្ដីស្លោក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលដែលគេនឹងបានសម្រុកចូលទៅចៅរបស់យើងក៏មិនចាំឲ្យគេនឹងសម្រុកចូលទៅទាន់នោះទេនាងក៏បានលើកដបងវិតាមុនរបស់នាងនឹងឡើងលើរួចហើយបន្ទាប់មកក៏បានបញ្ចេញនៅវងបន្ទូយ៉ាងខ្លាំងណាជាហេតុដែលធ្វើឲ្យវានឹងបានរៀបយ៉ាងបែបយ៉ាងភាសាដល់ទៅណារួចនោះទេរួចហើយបន្ទាប់យើងក៏បានឃើញនៅរាងកាយនៃការផ្លាស់ប្ដូររបស់នាងណាដោយវិវត្តទៅជារាងកាយថ្មីមួយទៅកាយខ្លាំងមែនទេយើងមើលតែកាមេរ៉ាស្មីរន្ទះហ្នឹងទៅសូម្បីតែកាមេរ៉ាស្មីចំហាយរន្ទះហ្នឹងគឺថាបានធ្វើឲ្យគ្នារបស់គេហ្នឹងគឺលក្ខណៈថាផិតភ័យផងដែរណាដោយនាងក៏បានប្រាប់ឲ្យគ្នារបស់នាងក៏ថាចាក់ចេញសិនទៅការបានលើកដូចនេះហាបែក៏ប៉ុន្តែណាគេបានចែកថាហើយមិនចាំបាច់អ្នកមកនឹងប្រាប់ឲ្យយើងនឹងចាក់ចេញទេព្រោះយើងនឹងចាក់ចេញដោយខ្លួនឯងហើយគាត់ថានៅធ្វើអីទៀតងាប់គឺថាចែរបស់យើងនៅពេលនេះគឺពិតជាមានអំណាចក៏ដូចជាកាយខ្លាំងមែនទែនណាពួកអាកាគីនេះការបើវានឹងអត់តស្គាល់ក្តាមឈូសណាវាចេះតែក្អើកតោមទៅហើយយ៉ាងម៉េចតើនាងឯងនេះចង់ទប់ទល់ជាមួយនឹងយើងទាំងអស់គ្នានឹងមែនហើយសម្រាប់ចូលហើយយ៉ាងម៉េចពួកអាកាគីឯងនេះចង់មកប្រយុទ្ធជាមួយនឹងយើងផងងាប់ទៅតោះមកហ្នឹងថាពលទាំងអស់ហ្នឹងក៏បានបង្កពួកកូនចៅកាគេហ្នឹងឲ្យខ្ទេចខ្ទាំខ្ទេចខ្ទីហ្នឹងអស់ងាប់អស់ទៅកាលបានឃើញថាគ្នាគេហ្នឹងគឺត្រូវបានងាប់ដោយចែរបស់យើងហ្នឹងក្នុងពេលមួយតែប្រព្រឹត្តភ្នែកក៏បានធ្វើបែបយ៉ាងភាសាក៏បានត្រឹមតែខំថ្មីហ្នឹងទុកកំហឹងរបស់គេណាអើយយ៉ាងម៉េចយើងឯងហ៊ានសម្រាប់គ្នាយើងផងហូយយល់សម្រាប់នាងឯងកុំប៉ុន្តែគ្មានទេអ្នកទាំងអស់គ្នាអើយនៅពេលដែលបានឃើញថាពលនាងខ្លាំងចឹងទៅអាហ្នឹងវាចេះតែ reaction បែបភ្លាវណាតាមពិតទៅវាខ្លាចចាំងាប់អានេះ
trái rồi bao giờ có hấp đôi chuyện đằng chẳng đáy đó na cái đằng tha niên cứ ai cho china viên bàn tiền xong thôi chờ hai niên có bàn giấy tiền chết tới chết thôi ai cho tranh tơ nó cho tranh tơ mà sao na chi ai nó cho tranh dương tông chỉ vật ai ấy nó dương mình sập lại nữa thế ai nó nâng bàn khai thì chi netto nâng bàn khai thì chi netto rồi bao giờ cái thay dương nâng mình sập lại ai nữa thế hỏi chấm lại rồi bao bây giờ mà sao thế cả bờ prao thọ tự chuyện nó cứ tha viên mình sẽ đạp từ hỏi chân của mình tay prao nó thọ cái đấy đầu dầu niên có ban bị chơi nó tham bộ bộ niên mình tích đã sầm pi từ lơ con đầy xây kia phổi viên nó cứ tha ban pre bay phim phim bong cò ao à ru clone rồi bỏ kia nó cứ trơ ban rồi đi rồi lột bạch ở từ các bạn phổi kia nó cứ chọc đam mi can salon salon ta thấy em tiến hay có bàn tay trái bao dương cứ mình tục pe kia nó salon salon ban unity nhưng các bạn bị chơi nó tham bộ bộ niên đã sầm pi cái đôi chỉ chọ thật là phải giảm mà giá cha nó thua kia nó cứ tha tôn cho con đu từ đấy nó bạc từ hai rồi tập về đăng thật luôn ấy nó không miên plơ để ai nó vô trên từ căn khu style là bọc cây ban nó tê kia các bạn xong cho tránh nó có phần tay nó còn nạp bên nó có sạp tem miên xâm lấy mua các bạn bên lơ làm để nó cứ chơi xâm lấy nó bom lâu mà cha ô kê mày lo cha nó bọc cây ngoài và tại anh máu cứ miên máu đó luôn tê để viên các bạn phục vụ từ lớn đầy mà khang robot bây giờ mà xá đòi nó có miên crop cột muối á cáiคนอันkia đại nó smart thếแต่nó cứ miền nào cũng nó không đại được cái nó tăng pp nào mà vận tải tôi chia là cái đó không lòng pe để cái nó cất khơi thà viên nó cứ chỉ xây nó cứ bị ban hu pe rồi ta hai đợt xa ta đại nó cứ bị ban club luôn biết đảo viên nó cứ ban chạm bọc cũng nó cứ chạm bên trôi tập không luôn là bọc cái nó tay mà đỏ hai bữa tôi bây chỉ cái nó cứ prong không ca tốt tốt có viên mình ăn tiêu rồi nó đại hai chấm này trai là bao nhiêu có chung chấm push cam phim bài này là bọc cái bằng đáy hai phim phim nó riêng ca là bao bây giờ mà sang cái chập ram prai bữa đó đảo riêng ca là bao cái chập ram riêng là cái nát tham miền đỏ sạch đỏ ấy như nhảy pin nhá trái là bao nhiêu khi sang ca mình số co phải nhập cái trên pt năng sấn hai ở đây tiếng nó có chập vô sạc sập là bao mình nó được bài năng á đảo vì bạn sọc cho tôi không luôn là bao vía rồi hai việc các bạn một cái tới chia sắp chấm lại được thông muối nè người tham miền bao vía cứ thông khang với tên trả được vài trái là bao nhiêu cứ mơ tới miền cam chập á nói đại biến cứ chia sắp chấm lại muối để miền một tháng hari you pu đi sựสบายถ้าสัตว์จำไรมือนี่คือยังทะเลาะบางเคยโดยตาการบีเพียบหมดแล้วนะดาวสัตว์จำไรมือนี่คือทำบานบางการบีพาแต่การเราเต็มไปฮะนะก็เป็นแต่ก็ตระบางพลานเจ้าดาวมีริมมันนะไอ้เนี่ยกรอนแต่บานบีมันสนิทที่ทัวเอาไตรฉลามอาสัตว์จำไรโดยจิตไตรฉลามนั้นคือถ้าคลายจะจิตสัตว์ฉลามสัตว์ไตรสำหรับเอาคางพิชิตจนตัวริมมนุษย์นั่นคือถ้าจุบเลี้ยงกันมาดองการนั้นลงนิมชีดิมันลอดมีริมคืออาพิจารณาจมูกหนึ่งเบียบานอย่างงี้สรู้แล้วนะก็คนตายเป็นใจปีใจอาร์บีเซอร์บอยยังคือเหม็นตอนคลายที่ชีดิมันลอดเต้จังให้กำลังระบอดเองคือประกอบชีปีบ้านครองการดอกสไลจมูกหนึ่งสัตว์จำไรมวยนั่งชีมันขาดลายรู้ไอ้ใจด้วยระบอยยังกับบ้านกันมาข้างในไม่มาแล้วนะชีมูกหนึ่งการสมรภูมิพิจารณาบอฟาเดอร์มีแต่เรื่องกับเชียโฟบิโอนั่งใจสุบิอาระบอยเยอะนะดาวอย่างเงี้ยนั่นคือทำไปโดยชีปีบ้านของการตบต้นประตูใบชีเกนั่งปีตัวลงมวยก็ได้ดาวยังมันเคยทำไปphobia nó cứ tha tỏ họ khang mình tế đó nè chạy sư về ai là bao nhiêu có đôi khi phòng đại hỏi khi nông niêm cho con pro đam trung prang họ sọc chật chạy có mình sọc chật bây giờ để mẹ cứ sọc chật bây giờ rồi đó slap có mình sọc chật cho chạy rồi đại cả bị có bạn bỏ mây trong cả việc phàm đồng tí đó nè đầu kia có bạn sầm lông trôi từ thua cả việc phàm từ cả pha đơn mitre ở chậm này chạy sư về ai là bao nhiêu có đôi khi phòng đại các bạn sầm lông trôi nông peแต่มือkhi nóng tay mà đòn có phần tay để xa tay cầm lăng là bỏ kia nó cứ việc man bắt bóng ở chỉ ra thôi chẳng hạn cầu vị trí ở cả đại lọ trong cả đại ở pha đơn mitre nó cứ tham pra mình trong cả tẹt chơi nó bỏ à vậy phobia đại chỉ hai đại thua về nó cứ tha chật lão từ bốc chạy sư về ai là bao nhiêu cứ tha cặp một đi lừa khi tại mình đó cứ tha poke cứ mình đi say khi này dừng đằng đi đã là đi dừng đằng đi phải đợi mình trẻ cả và bạn khơi được nào cái có bạn đưa đón tới cặp poke từng pia hơi nhưng mà tại là từng pia ấy nó cứ tham miên tai bên đằng tiền mình phimนั้นก็จับอารมณ์เธอเลอทาวโปลอราดทอมสมบัติว่าก็บานตู้ใจปีในมาค้างติดดาวเกียร์นั้นบานสมดังเติมเมื่อเต๋อนับเซนติก็มีอารมณ์ดังอมปีเรื่องในฟองได้หายสบายแต่เปเอหรือไม่ได้บานได้สลบในบนนู้นเลยนี่ก็บานเกลาพลังเมาส์โดยกี้ก็บานดังอมปีทาวโปในฟองได้เมื่อตำนายแต่ทาวโปนั้นคือวิปจิครั้งนั้นได้จีให้ทัวร์เอาฟ้าเดิมมีเต๋อก็ประหยัดใส่แต่การขี้ระบอกเกนั้นเอาชียิ้มนั้นขนมกาปลาวิตามินชีบานขี้ระบอกเกนั้นเอาเลื่อนเต๋อการว่าปูเกนั้นก็บานสังเกตแต่เลยจำในก
ការប្រមូលផ្ដុំថាពលរដ្ឋធម្មសម្បំនឹងគឺបានជួបបន្តិចក្រោយមកគេក៏បានដឹងថាវាគឺជាអ្វីណាសំបីតែខ្សែ CVR របស់យើងក៏ដឹងដូចគ្នាផងដែរហើយចំពោះ Founder Mitre គេខ្លួនឯងគេដឹងហើយថាវានេះគឺមិនមែនជារបស់អ្នកពិតនោះទេដែលវានឹងត្រូវបានបង្កើតឡើងដោយបំណែករបស់ពិតតែប៉ុណ្ណោះដែលវានេះគឺមិនពេញលេញនោះទេហើយម្យ៉ាងវិញទៀតគឺវាមិនមាន state វានោះទេដែលវាគឺនឹងត្រូវរលាយបាត់ក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើសិនណាជីវិតនឹងដំណើរការខុសវាក៏នឹងអាចវិវត្តទៅជាសត្វចម្លែកដ៏ខ្លាំងៗមួយបានណាច្បាស់ណាស់បើសិនជារឿងនោះគឺវាបង្កើតឡើងមែនអញ្ចឹងគ្នារបស់គេនឹងប្រកាសជាត្រូវចិត្តរយទាំងអស់ជាមិនខាននោះឡើយហើយគ្នារបស់គេគឺត្រូវតែប្រញាប់ក្នុងការទប់ទល់ក៏ដូចជាសម្រាប់ទៅកាន់សត្វចម្លែកមួយនឹងឲ្យបានមុនពេលដែលវានឹងវិវត្តណាបើមិនអញ្ចឹងនោះទេគ្នារបស់គេប្រកាសជាចិត្តរយទាំងអស់គ្នានេះជាមិនខាននោះឡើយងាកមកខាងចែរបេស៊ូរបស់យើងដល់វិញដែលនេះកំពុងទៅទប់ទល់ជាមួយនឹងអាសត្វបិសាចត្រីឆ្លាមចង្រៃយោនឹងតែមើលទៅនាងហាប់ដូចជាអាចធ្វើអីទៅកាន់អាបិសាចមួយនឹងគឺបាននោះទេដោយសារតែការវិភាគរបស់នាងគឺត្រូវបាន counter ដល់សត្វម្នាក់ហ្នឹងគឺសត្វបិសាចមួយហ្នឹងគឺថាបានតែស្រួលតែម្ដងណាដោយមើលទៅកាន់នាងគឺមិនអាចវីចូលទៅកាន់អាសត្វបិសាចមួយហ្នឹងគឺបាននោះទេនេះគឺដោយសារតែនាងឃើញបានពាក់bill item Malefic កាន់អើយខុសសាច់រឿងគឺថាមើលទៅដូចជានឹងគឺថាបាញ់ចូលទៅកាន់អាសត្វមួយនឹងគឺថាមិនតិចក៏គ្មាន skip spike វានោះទេការបើដូចនេះនឹងក៏ចាប់ផ្ដើមមានការខឹងសម្បាយ៉ាងខ្លាំងចំពោះអាសត្វចម្លែកមួយនឹងក៏ដូចជាការប្រែក្លាយវាជាអញ្ចឹងណាដោយខើរបស់អាពេបដាសារបស់ពេក្រេមែនប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាងក៏អាចធ្វើអីបាននោះទេហើយឥឡូវនេះវាជាពេលដែលត្រូវគ្រោះថ្នាក់ណាក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចែរបស់យើងគឺពិតជាមានសទ្ធាជ្រះថ្លាហ្នឹងខ្លាំងមែនទែនដោយនាងគឺពិតជាមានការបារម្ភចំពោះមនុស្សដូចជាគ្នារបស់នាងណាថាតើពួកគេគឺមានសុវត្ថិភាពដូចជាបាន teleport ទៅឆ្ងាយពីទីនេះហ្នឹងហើយនៅដោយនាងគឺអត់បានខ្វាយខ្វល់ជាមួយនឹងខ្លួននាងនោះទេថាយើងមិនដឹងដែរដោយសារតែនាងលក្ខណៈថាខ្លាំងដែរស្រួលនាងលក្ខណៈថាខុសទៅបាត់ថាចាប់មកគ្នារបស់នាងណាដែលជាលក្ខណៈថាជាមនុស្សដែលទុនខ្សោយណាអញ្ចឹងវាពិបាកក្នុងការរត់គេចពីផ្សាយមួយហ្នឹងងាកមកខាងក្រុមរបស់ Father Mitre នេះណាវិញដែលគេនឹងគឺបានដឹងទៀតហើយដែលថាពលឹងរបស់អបិយាមសានោះគឺវាបានអលីលុតអស់ទៅហើយបើសិនណាជាគេនឹងគឺចង់ប្រយុទ្ធគឺវាហួសពេលណាបើថាមុនដំបូងគេចង់ប្រយុទ្ធដោយផ្ទាល់ជាមួយនឹងអបិយាមសាណាចំពោះអបិអេរីមេណាតែដល់ពេលអញ្ចឹងទៅគេមានលក្ខណៈថាស្ដាយក្រោយបន្តិចដែរណាក៏ប៉ុន្តែគេត្រូវតែទុកអាការស្ដាយក្រោយរបស់គេនឹងគឺថាទុកម្លាយសិនទៅហើយឥឡូវនេះរឿងដែលគេនឹងត្រូវធ្វើគឺត្រូវតែទប់ទល់ជាមួយនឹងអាសត្វចម្លែកមួយហ្នឹងដើម្បីឲ្យវានឹងគឺដល់ពេលដែលវានឹងគឺត្រូវរលាយចឹងហើយគេក៏បានប្រមូលផ្ដុំគ្នារបស់គេណាបានប្រាប់ទៅកាន់គ្នារបស់គេទាំងអស់ហើយក្នុងអំឡុងពេលហ្នឹងបេក្ខការបេលុកក៏បានសុំចូលរួមក្នុងការជួយក្នុងការទប់ទល់ជាមួយអាសត្វមួយហ្នឹងដែរហើយពួកគេក៏បានធ្វើដំណើរដើម្បីទៅទប់ទល់ជាមួយនឹងអាសត្វចម្លែកមួយហ្នឹងងាកមកចាយអារបេសិករបស់យើងណាវិញតែនាងនៅពេលនេះគឺចាប់ផ្ដើមលក្ខណៈថាប្រើល្បិចប្រើគាត់ថាក្បាច់ម៉ែចែកឲ្យណាគាត់ថារត់នោះអីគាត់ថានាងមិនមែនចេះរត់នោះទេនាងក៏ដកថយនេះគឺដោយសារតែនាងចង់ទៅជួយគ្នារបស់នាងណាហើយក្នុងអំឡុងពេលនៅក្នុងសភាពតានតឹងនោះផងដែរក៏សារតែមានសម្លេងរបស់មនុស្សម្នាក់ណាក៏បានមកលឺឡើងតែសម្លេងនេះគឺហាប់ដូចជាសម្លេងរលាងណាបន្ទាប់មកនឹងសម្លេងនឹងនិយាយចប់ក៏ស្រាប់តែមិនได้មករកក៏បានលោតទម្លាក់ចុះមកចាស់ដែលធ្វើឲ្យលំហអាកាសនៅថាអាប់ទាំងអស់ហ្នឹងក៏បានរសាត់រសាយបាត់ទៅណាបន្ទាប់មកគឺក៏បានកាប់ទៅលើអាសត្វបិសាចត្រីឆ្លាមមួយហ្នឹងគឺថាដាច់ជាពីរពាំងគាត់ថាដាច់ប៉ាំងតែម្ដងណាគាត់នេះបន្ទាប់មកក៏បានឃើញចឹងទៅចែរវិទ្យារបស់យើងក៏ដឹងថាម្នាក់ហ្នឹងគឺជាលោកចវាយបេនីមរុណាព្រោះហើយនេះក៏បានចុះមកនៅក្បែរលោកចវាយបេនីមរុរបស់នាងចឹងទៅហើយយើងមើលទៅទឹកមុខរបស់នាងទៅក៏ដឹងទៅនាងព្យាបាលប៉ុណ្ណាដែរអ្នកនាងអើយយ៉ាងមិនតើលោកចវាយបេនីមរុក៏បានប្រើភ្លើងខ្មៅដើម្បីទប់ទល់ជាមួយនឹងការកើតឡើងវិញរបស់វានឹងមែនអើយលយគាត់ថាបើទៅពិតជាលយខ្លាំងដែរអញអើយបានប៉ុន្តែបែបទេដល់មកហ្នឹងបេនីមរុក៏បានបកស្រាយបញ្ជាក់ប្រាប់ហើយថាបើសិនណាជាពីមុនគេនឹងមិនអាចទប់ទល់ជាមួយនឹងបិសាចមួយនឹងបានទេក៏ប៉ុន្តែនៅពេលនេះគឺគេបានវិវត្ត skill អីមួយចំនួនរបស់គេណាទើបគេអាចទប់ទល់ជាមួយនឹងកញ្ចាត់បិសាចនឹងបានហើយគេក៏មានករងការក្នុងការដែលទុកវានឹងគឺដើម្បីវានឹងខ្លាយទៅជាវិវត្តពេញលេញរបស់វាណាដើម្បីឲ្យគេនេះគឺអាចប្រយុទ្ធបែបលក្ខណៈថាពេញលេញណាលក្ខណៈបែបជាកូនប្រុសណាក៏ប៉ុន្តែគេខ្ជិលញ៉ាញ់តាមក៏សម្រាប់វានឹងចោលតែម្ដងទៅតែជាមួយនឹង skill របស់គេនឹងគឺគេបានហៅ skill ថាគឺជាភ្លើងនៅរូប
លុបបបាត់ចោលគាត់ថាពេលដែលគេនឹងប្រើអា skin ហ្នឹងទៅគឺថាមានអាភ្លើងពណ៌ខ្មៅច្រើនខ្មាត់ឆេះទៅលើអាបិសាចហ្នឹងមួយនឹងទាំងអស់បន្ទាប់មកនឹងវាក៏បានលុបបបាត់ចោលតែម្ដងទៅគាត់ថាបិសាចហ្នឹងគឺងាប់បាត់ហើយងាប់បាត់ហើយបន្ទាប់ពីបានសម្លាប់ទៅកាន់អបិសាចមួយនឹងរួចហើយបេនីមេរុក៏បានបែរមកខាងចាយ RBC របស់យើងណាដោយគាត់ក៏បានដាក់បញ្ជាឲ្យចាយរបស់យើងនឹងទៅដឹកនាំកងទ័ពរបស់ពួកគេនឹងទាំងមូលនៅក្នុងនាមជាមេបញ្ជាការរងនឹងភ្លាមទៅចាយរបស់យើងកាលបានលឺចង់ឲ្យភ្លាមចឹងទៅនាងក៏រៀងលក្ខណៈថាកត្រិកត្រាស់ហើយនេះគឺដោយសារតែបេនីមេរុគឺមុននេះគឺបានសម្លាប់ទៅកាន់បិសាចមួយនោះណាគឺមិនអន់នោះទេដែលនាងវាលើសពីការស្មានរបស់នាងណាចឹងហើយនាងបានឆ្លើយយល់ព្រមណាជាមួយនឹងសភាពកត្រិកត្រាស់ហ្នឹងឯងតទៅពេលដែលបិសាចនោះក៏បានងាប់ហើយគឺថាក្រុមជំនួយក៏បានចូលមកដល់ក្រុមរបស់អបិ Father Mitre ក៏បានចូលមកដល់ក៏ប៉ុន្តែគ្មានទេអ្នកនរគ្នាគេមកជាមួយនឹងការខ្ជះខ្វាយយ៉ាងខ្លាំងណាហួយយ៉ាងម៉េចតើបរិសម្នាក់នោះគឺថាបានសម្លាប់ជាមួយនឹងបិសាចមួយនឹងដោយគ្រាន់តែប្រើដាវតែមួយនឹងមែនគឺថាកាប់ម្ដៅគឺថាងាប់ចឹងមែនហើយគឺថានេះខ្លាំងយកតែមែនទេហ្មងណាដល់ពេលបានឃើញថាបេនីមេរុគឺខ្លាំងអញ្ចឹងណាគេមានការសង្ស័យថាបេនីមេរុនឹងគឺជា Demon Lord មែនព្រោះថាមានតែ Demon Lord ទេដែលអាចនឹងចាត់ការជាមួយនឹងបិសាចក្នុងកម្រិតបែបនេះបានដោយងាយស្រួលបែបនេះនោះហើយចំណែកឯខ្សែ CVR ក៏ដូចជាការបេរុក៏បានចូលមកឡងផងដែរណាដែលពួកគេទាំងអស់គ្នានឹងក៏បានដឹងរួចទៅហើយថាវានឹងគឺជាការវាប្រហាររបស់លោកចវាយបេនីមេរុអញ្ចឹងហើយគេមិនសូវមានការភ្ញាក់ផ្អើលនោះទេហើយបន្ទាប់មកហ្នឹងបេនីមេរុក៏បានដើរចូលមកណាដែលគេគិតឲ្យថាអបេ Father Mitre នេះឯងគឺជាអ្នកដែលបានចាត់ការទៅកាន់គ្នាគេណាគឺថាបានចាប់ខ្លួនទៅកាន់គ្នាគេណាអញ្ចឹងគេមកនេះគឺដើម្បីថាប្រយុទ្ធនោះឯងក៏ប៉ុន្តែមុនពេលដែលគេនឹងគឺចាប់ផ្ដើមប្រយុទ្ធគឺខាងអបេការបេរុក៏ដូចជាចែ CVR របស់យើងក៏បានចូលមកខាត់ហើយដោយបានរៀបរាប់អំពីហេតុផលផ្សេងៗចេះទៅខាងអបិ Father Mitre នឹងគឺជាកូនចៅគឺជាអ្នកគោរពទៅកាន់ខាងចៅមីរីមនោះទេចៅរបស់យើងនឹងគឺថាខំងូក្បាលផងអីផងហើយនឹងមានកូនចៅរបស់គេទៅទៀតដែលបង្ខំជួយនិយាយទៅកាន់លោកចវាយការបេរុរបស់គេណាកាលបានចូលរឿងអស់ហើយបេនីមេរុក៏បានសរសើរទៅកាន់អបិ Father Mitre ណាដែលនៅក្នុងសមរភូមិទាំងមូលនឹងគឺខាងបេនីមេរុគឺបានដឹងរួចហើយអំពីការគំរាមកំហែងដែលចេញពីអបិ Father Mitre ណាតើបានលើចង់តើ Father Mitre ក៏បានឌឺដឹងទៅកាន់ការបេនីមេរុហើយដែលគេនឹងគឺមិនបានសន្និដ្ឋានតទៅសោះចំពោះការដែលអនុវត្តស្អីគេអ្នកដែលព្យាបាលព្យាអីចឹងទៅដើម្បីសម្រាប់ការដែលគ្រោះថ្នាក់ដែលវានឹងចូលមកដល់ណាបេនីមេរុក៏ទទួលស្គាល់ចំពោះរឿងនេះព្រោះថាគាត់គឺអត់បាននឹកស្មានចឹងមែនចុះហើយបន្ទាប់មកគាត់ក៏បានសួរទៅកាន់អបិ Mitre ណាដែលថាពួកគេនឹងធ្វើអ្វីលើនេះតើអបិ Father Mitre ហ្នឹងគឺនៅតែចង់ប្រយុទ្ធទៀតមិនមែនហើយចំណែក Father Mitre កាលបើបានលឺចឹងហើយគេមានលក្ខណៈថាគិតផងដែរណាហើយយ៉ាងម៉េចយើងនឹងគឺកំពុងតែចង់ដឹងថាណាស់ខ្លាំងជាណាផងអញ្ចឹងតើយើងនឹងគួរធ្វើអ្វីទៅហើយបើសិនណាជាយើងមើលទៅកាន់មុខអាប៉េរូម៉េណាគ្នានឹងភ័យដល់កបើនេះមនុស្សលឺចង់ឲ្យគេក៏បានលក្ខណៈថាគេយល់ពីអារម្មណ៍មួយហ្នឹងណាដល់ពេលអញ្ចឹងទៅគឺថាគ្នារបស់គេម៉ែចាប់ដើមកាំងភ័យស្រោចញើសតក់មកប្រហើយគាត់ថាពួកគេនោះគ្នាកាំងគ្រប់គ្នាប្រហើយណាអូយយ៉ាងនេះមិនបានអូបើពួកគេប្រយុទ្ធគ្នាទៅប្រកាសជាញ៉ៃជាមិនខានឡើយមានតែពួកគេនោះគ្នាទៅរៀបរៀងភ្លាមៗហ្មងពេលដែលពួកគេទាំងពីរហ្នឹងគឺបំរុងនឹងប្រយុទ្ធគ្នាដល់ព្រាអូយមិនបានទេតែបើមានផងអីផងទៅកាន់បែបនេះមនុស្សក៏ដូចជា Father Mitre ស្រែកផងអីផងទៅទៅពេលយើងទៅខាង Father Mitre ក៏ដូចជាបែបនេះមនុស្សក៏ចាប់ផ្ដើមនិយាយស្មើគ្នាម្ដងអូយើងដឹងហើយមើលយើងដឹងហើយមើលទៅពេលចឹងទៅគឺថាគ្នារបស់គេនឹងគឺកាំងម្ដងទៀតហើយអ្នកនេះគឺថាពួកគេគឺឆ្ងល់ខ្លាំងតែចុះមកបែបពីរអ្នកហ្នឹងគឺមិនគឺថាមិននេះរកប្រយុទ្ធគ្នាសោះឥឡូវអីណាហើយខាងបេនីមេរុក៏បានបញ្ជាក់ហើយថាគេនឹងគឺមិនសូវមានទំនុកចិត្តនៅក្នុងការយកឈ្នះទៅកាន់ Father Mitre ទេបើសិនណាជាគេនឹងគឺអបប្រាថាអពលពេញលេញរបស់គេតទៅពេលចឹងតើ Father Mitre គេក៏បានដើរចូលមកណាដែលគេក៏បាននិយាយផងដែរថាខ្ញុំក៏មិនប្រកាសថានឹងអាចទប់ទល់ជាមួយនឹងការវាប្រហារដែលលោកនឹងគឺបានវាទៅលើសត្វចម្លែកមួយនេះនៅមុននេះនោះទេទៅផ្ទះស្មាផងអីផងណាធ្វើឲ្យបេនីមេរុក៏រៀងលក្ខណៈថារៀងកាំងតិចដែរអាប៉ែនឹងគឺមិញមុខឡើងភៅសោះការរូបភាពមកកាន់អបិធីក៏ដូចជាអបិ Futamang ណាដែលគេគឺបានរំពឹងទុករួចទៅហើយថាអាការដែលក្បត់ទៅកាន់ក្រេមែនហ្នឹងគឺបានលទ្ធផលគឺអញ្ចឹងឯងគឺគេបានដឹងអំពីរឿងដែលអបិ
យ៉ាម្សាnó ក៏បានស្លាប់ដែរណាក៏ប៉ុន្តែអ្វីដែលគេភ្ញាក់ផ្អើលហ្នឹងគឺថាអាប៉ែតហ្នឹងគឺវាងាប់ងាយស្រួលពេកម៉ែណាត្រូវតែម្ដៅគឺថាទៅចម្លងធរនៅទិសខាងលិចបាត់ហ្នឹងគឺថាអេតិប៉ុនតោហ្នឹងបាត់ទៅហើយគ្រាន់តែមកដល់ចំណុចនេះគឺមានភ្ញាក់ព្រិលតែម្ដងណាដោយសារតែភាពមុនadmin គឺបានបកស្រាយខុសណាដែលថាអាប៉ែហេរមេហ្នឹងឡំអាប៉ែយ៉ាងមួយសារហ្នឹងគឺចេញទៅគឺដើម្បីទៅហៅអាប៉ែអាដារ៉ូម៉ាល់ណាប៉ុន្តែតាមពិតទៅអាប៉ែហ្នឹងគឺវាធ្វើក្បត់ទៅកាន់អាប៉ែក្រេមែននោះទេដែលវាហ្នឹងគឺចង់រត់គេចពីសមរភូមិហ្នឹងចេញទៅឆ្ងាយតែម្ដងណាដែលទុកឲ្យកូនចៅកូនអីគេហ្នឹងគឺថាងាប់ទៅដោយសារតែវានឹងគឺអត់បានចាប់ផ្លឹកទៅលើអាពាក្យមួយដែលវានឹងក៏បានចែកថាវានឹងចង់រកដែលមកដល់ផ្សេងដើម្បីបំរើណានៅពេលដែលវានឹងគឺបានរួចជីវិតអីចឹងទៅនឹងក៏សូមអធិស្ឋានទៅកាន់អ្នកទាំងអស់គ្នាផងដែរចំពោះកំហុសមួយនេះណាហើយ admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនយកទោសបីអីពី admin អីទេណាយើងកុំខ្វល់ចាត់ពេកថាឥឡូវយើងដឹងហើយយើងទៅបន្តសាច់រឿងរបស់យើងទៀតតែម្ដងទៅដោយអាប៉ែ2នាក់ហ្នឹងគឺគេពីចាំផ្ទះបើខ្លាំងណាចំពោះកម្លាំងរបស់អាប៉ែបេនីមេរុសណាដោយគេនេះគឺបានសម្លាប់យ៉ាងងាយស្រួលណាគឺគេបាននិយាយថាវាខ្លាំងជាងពួកគេទាំង2នាក់ទៅទៀតហើយដោយសារតែផែនការទាំងមូលហ្នឹងគឺវាត្រូវបានបំផ្លាញរួចទៅហើយវាគ្មានហេតុផលអ្វីហ្នឹងដែលត្រូវគេហ្នឹងគឺនៅទីនេះទៀតទេអញ្ចឹងគេមានតែចាក់ចេញណាក៏ប៉ុន្តែនៅពេលដែលគេមុនចាក់ចេញគេបានបែរទៅរកបែប2នាក់ដែលជា Phobio ក៏ដូចជា Gal ណាមើលទៅកាន់គេគឺពិតជាទាំងហកខ្យល់ខ្លាំងមែនទេណាគឺថាតាមពិតទៅពួកគេទាំង2នាក់ហ្នឹងគឺអត់មានគីឡូជាមួយនឹង2នាក់ធាក៏ដូចជាបែប Footman នោះទេច្បាស់ហើយថាពួកគេគឺគ្រាន់តែប្រយុទ្ធបែបលេងសើចណាកំដៅការអបសុករបស់គេអញ្ចឹងទៅហើយនៅពេលនេះវាដល់ពេលដែលគេចង់ចាក់ចេញគឺគេចង់ចាក់ចេញពេលណាក៏បានដែរក៏ប៉ុន្តែបែប Phobio គេបានដឹងអំពីកលកំណត់របស់ខាងធាក៏ដូចជា Footman ណាចង់ឲ្យគេក៏អត់សុខចិត្តក្នុងការឲ្យគេហ្នឹងគឺគេចខ្លួនបានចឹងហើយគេក៏បានចូលខ្លួនដើម្បីមកហាមឃាត់ទៅកាន់ពួកគេណាហើយមើលទៅកាន់សភាពរបស់គេគឺពិតជាយ៉ាប់ខ្លាំងមែនទែនមើលទៅទឹកមុខរបស់គេទៅដឹងហើយគេបានដកដង្ហើមធំពីម្ដងហ្នឹងទៅហើយចំណែកបែប Phobio ដល់គេហ្នឹងគឺបានគិតថាបើសិនណាជាគេនេះគឺបានរៀបរៀងទៅកាន់ពួក2នាក់ហ្នឹងបានយូរតិចទៀតនោះគ្នារបស់គេនឹងបង្ហាញខ្លួនយូរមិនឆាប់នោះទេការបើដូចនេះធាក៏បានសម្រុកចូលមកក្នុងការវាយប្រហារទៅកាន់អាប៉ែ Phobio ណាដោយសារតែវានេះគឺពិតជារំខានពេកហើយចឹងហើយគេត្រូវតែបដៅទៅកាន់អាប៉ែ Phobio ហ្នឹងម្ដងដល់គេហ្នឹងក៏បានសម្រុកចូលមកដើម្បីធ្វើការវាយប្រហារទៅកាន់អាប៉ែ Phobio កាលពីគេហ្នឹងគឺថាមិនសូវជាមានកម្លាំងក្នុងការកិច្ចទៅលើការវាយប្រហារក្នុងល្បឿនបែបនេះនោះទេចឹងហើយគេក៏ត្រូវធានឹងវាឲ្យខ្ទៀតថយទៅក្រោយប៉ុន្តែក្នុងនាមជាកូនប្រុសដើមទ្រង់5ហើយគេមិនតន់ចោះចាញ់នៅឡើយទេដោយគេក៏បានសម្រុកចូលមកទាំងអតេះតាគាត់ថាញញ៉ៃពេញនឹងនោះឯងក៏ប៉ុន្តែដើម្បីវាត្រូវទៅកាន់ធាគឺវាមិនងាយស្រួលនោះទេដោយសារតែធានេះគឺជាអ្នកលេងសៀកមើលទៅខាងការវិការរបស់គេគឺថារស់រវើកខ្លាំងមែនទែនអឡាតផងអីផងពវលផងចឹងទៅដល់បានឱកាសល្អគេក៏បានដាក់មកជង្គង់ទៅកាន់អប៉ែ Phobio ជាហេតុដែលធ្វើឲ្យគេនឹងគឺថាចត់បាយ3ខែណោះហើយចំណែកឯ Gal យើងមើលទៅកាន់ Gal ហាប់ដូចជាគេនឹងគឺបានដឹងរួចទៅហើយថាគេនឹងគឺអាចយកឈ្នះទៅកាន់ពួកគេទាំងពីរនាក់បាននោះទេចឹងហើយគេនៅលក្ខណៈថាមើលសិនណាគេអត់ចូលឆាវដូចជាប៉ែ Phobio នោះទេក៏ប៉ុន្តែគូប្រកួតរបស់គេដែលជាប៉ែ Footman ណាគេអត់ចាំយូរទេដើម្បីចាត់ទៅកាន់ពួកគេទាំងពីរណាហើយគេក៏បានប្រើនៅ skill ស្អីបច្ចេកទេសគេបង្វិលដើម្បីទៅបុកទៅកាន់ប៉ែ Gal តែម្ដងគេក៏បានយកខែម្ដងណាដែលធ្វើឲ្យអាប៉ែ Footman ហ្នឹងក៏បានប៉ង់ថយទៅក្រោយវិញទៅការបង្ការវាប្រហារហ្នឹងក៏អាចធ្វើអីបានទៅកាន់ Gal ហ្នឹងគេក៏បានដូរគោលដៅវិញម្ដងដោយបានសំណឹងទៅកាន់ Phobio ហើយគេក៏បានប្រើស្នៀតរបស់គេដែលវានឹងគឺដូចជាស្នៀតវាប្រហារមុនគេនោះឯងប៉ុន្តែលើកនេះគឺមានពណ៌ភីងណាព្រោះហើយវាក៏បានទម្លាក់មកកាន់ Phobio តែម្ដងតែក៏ត្រូវបាន Gal ហ្នឹងគឺថាចូលមកក្រុងដើម្បីជួយសង្គ្រោះទៅកាន់អាប៉ែ Phobio ប៉ុន្តែជាណាក៏ដោយគេហាក់ដូចជាមិនអាចទប់ទល់ជាមួយនឹងថាមពលថ្មីនេះរបស់អាប៉ែ Footman នោះបាននោះទេហើយចំពោះ Phobio គេតក់ស្លុតនឹងក៏ដូចជាបារម្ភទៅកាន់ខាង Gal ខ្លាំងមែនទែនក៏ប៉ុន្តែគេក៏អាចជួយអ្វីបាននោះទេហើយ Gal ក៏នៅតែប្រើខែរបស់គេដើម្បីទប់ទល់ដែលជាហេតុធ្វើឲ្យខែរបស់គេនឹងក៏បានផ្ទុះបែកតែម្ដងក៏ប៉ុន្តែគេក៏នៅតែមិនចោះចាញ់នោះទេដែលគេក៏បានយករាងកាយរបស់គេខ្នងរបស់គេនឹងគឺទៅរាំងជាមួយនឹងស្នៀតវីប្រហាមួយហ្នឹង
រហូតដល់បួររបស់គេហ្នឹងក៏ត្រូវបានខ្ទាតចេញពីក្បាលរបស់គេតែម្ដងការវាប្រហារត្រូវខ្លួនសោះហើយមិនគេត្រូវខ្ទាតមុខអីណាក៏ប៉ុន្តែបើយើងសង្កេតមើលទៅគឺការវាប្រហារហ្នឹងគឺវាត្រូវក្បាលផងដែរណាដែលជាហេតុដែលធ្វើឲ្យមុខរបស់ Gale ហ្នឹងគឺត្រូវបានរបួសមួយឆ្នូតផងទៅហើយមើលទៅខាងមុខរបស់ Gale ហ្នឹងបើទោះបីជាអញ្ចឹងក៏ដោយគេនៅតែលក្ខណៈមោះមុតដដែលណាហើយចំណែក Apex Fulton គេក៏បានសាកច្បងទៅកាន់ពួកគេទាំងពីរនាក់នោះទៅដែលគេនឹងក៏បាននិយាយថាវាអត់មានបញ្ជាដាក់ឲ្យនឹងសម្រាប់ពួកគេទាំងពីរនាក់នោះទេអញ្ចឹងហើយគេនឹងទុកជីវិតឲ្យពួកគេទាំងពីរនាក់ណាគេក៏បានចូលមកហើយក៏បានបន្ថែមរបបតិចថាបើសិនណាជាគេនឹងគឺថាលេងមែនតើពីអ្នកឯងហ្នឹងគឺគ្មានជីវិតគ្មានជីវ៉ារូបរាងនៅក្នុងពិភពលោកនេះទៀតទេព្រោះហើយគេក៏បានចាកចេញទៅហើយចំណែកឯកែវក៏បានបន្ធូរអារម្មណ៍របស់គេឡើងវិញណាដោយគេនឹងក៏បានរអ៊ូរទាំដាក់ខ្លួនឯងណាដែលគេនឹងក៏បានចាញ់ទាំងស្រុងតែម្ដងដោយមើលទៅកាន់គេគឺដូចជាលក្ខណៈថាអន់ចិត្តនឹងខ្លួនឯងណាដោយសារតែគេនៅពេលនេះគឺទទួលបានកម្លាំងខ្លាំងជាងមុនទៅហើយក៏ប៉ុន្តែគេនៅតែចាញ់តែក្រោមដៃរបស់អ្នកផ្សេងទៀតណាដែលអ្នកផ្សេងនឹងគឺនៅតែមានកម្លាំងលើគាត់ទៀតណាក៏ប៉ុន្តែគេត្រូវបានបដិសេធដោយ Phobio ណាដែលគេក៏បាននិយាយលើកទឹកចិត្តទៅកាន់គេថាបើសិនណាជាឯងនឹងគឺមិនបានបង្ហាញមុខនៅទីនេះទេយើងប្រកាសជាទៅចម្លងធរនៅទីខាងលិចប្រកាសជាមិនខានឡើយហើយសំទោសផងអាសម្លាញ់អើយដែលគ្នានឹងគឺបានទាញឯចោះណាហើយគេក៏បានថាពួកយើងអាចចាញ់នៅក្នុងការប្រយុទ្ធក៏ប៉ុន្តែយើងនៅតែមានជីវិតឲ្យតែយើងនៅមានជីវិតយើងប្រកាសជាអាចឈ្នះនៃពេលខាងមុខជាមិនខាននោះឡើយរហ័យគេក៏បានរាយការណ៍អំពីការគេខ្លួនរបស់សត្រូវរបស់គេទៅបានណាទៅការខាងបែនីមរុកក៏អត់បានថាអីនោះដែរដោយគាត់នឹងក៏បានគិតថាតើពួកគេនឹងគឺមានសមត្ថភាពអាចថាទុកជីវិតទុកអីឲ្យគ្នារបស់គេនឹងមិនមែនគឺថាឡៃនេះadmin គាត់ដឹងដែរថាGale ឬក៏ Phobio នឹងក៏អាចទប់ទល់បានឬក៏បែរីមរុកអាចនឹងបញ្ជូនគ្នារបស់គេទៅជួយខាង Gale ឬក៏នេះយើងអត់ដឹងទេព្រោះថាពាក្យសម្ដីឡើងនេះគឺមានន័យថាពួកពីរនាក់ហ្នឹងគឺអត់មានសមត្ថភាពនៅក្នុងការសម្រាប់ទៅកាន់គ្នារបស់គេហ្នឹងបានទេដោយគេនឹងក៏បានលក្ខណៈថាចំអកទៅកាន់ពីរនាក់ហ្នឹងថាល្ងងវិញចឹងទៅណាស្របពេលជាមួយនឹងគ្នានឹងដែរគ្នារបស់គេក៏ដូចជាគ្នារបស់ Friday Mystery ហ្នឹងគឺកំពុងតែព្យាបាលទៅកាន់អ្នកទោសដែលបានរងរបួសណាបែរនេះមរុកក៏បានអរគុណទៅកាន់ Gale ដែលបានជួយជីវិតទៅកាន់ Phobioហើយចំពោះរឿងចម្លែកដែលពួកពីរនាក់ហ្នឹងគឺវាមានកម្លាំងខ្លាំងគឺគេនឹងទុកឲ្យលោកជវាយរីមរុកក៏ដោះស្រាយឲ្យបែរមកខាង Apex Phobia ក៏ដូចជា Gale ដែលគេនឹងគឺពិតជាមានការស្ដាយក្រោយណាដែលគេគឺមិនអាចបញ្ចប់គំនុំចាស់ជាមួយនឹង Apex ពីរនាក់ហ្នឹងបានគឺដោយសារតែកម្លាំងរបស់គេគឺនៅមិនទាន់ខ្លាំងគ្រប់គ្រាន់ទោះជាអញ្ចឹងក៏ដោយដោយសារតែរឿងនេះផងដែរដែលគេនឹងគឺបានលើកទឹកចិត្តទៅកាន់ Gale ឲ្យប្រឹងប្រែងនៅក្នុងការបង្កើននៅថាមពលរបស់គេឲ្យខ្លាំងជាបន្តបន្ទាប់ដើម្បីយកឈ្នះទៅកាន់គូសត្រូវរបស់គេនឹងឲ្យបានរួចហើយភាគមួយនេះក៏សូមចប់តែត្រឹមនេះបាទហើយបើសិនណាជាតិមាននឹងគឺបានបង្កកំហុសខុសឆ្គងក៏ដូចជាការនិយាយទៅមានពាក្យពេចន៍ដែលមិនសមរម្យក៏សូមអធិស្ឋានផងដែររួចហើយពីសំណាក់ admin Tiboy Anime ស្រឡាញ់អ្នកទាំងអស់គ្នា